ណាពេលដែលយើងធ្វើតុងចាំយើងឆាសាច់មុនអញ្ចឹងដូចគ្នាអញ្ចឹងខ្ញុំយកសាច់ខ្លះយកដាក់ធ្វើសម្លតែម្ដងហើយសម្រាប់ខ្ញុំស្លាបព្រាដុសម្សៅស៊ុបអីខ្ញុំអត់សូវចង់ប្រើទេដោយសារតែស្មានអត់ត្រូវហើយបើសិនជាដាក់កម្របអីអញ្ចឹងខ្ញុំដាក់ទៅស្មានត្រូវចិត្តវិញហើយតែមានបងប្អូនស្រីៗណាដូចខ្ញុំចាសម្លស្ងោរតុងចាំរបស់ខ្ញុំបានឆ្អិនមុនគេដោយសារតែខ្ញុំប្រើទឹកក្តៅហើយទឹកតិចបងប្អូនខ្ញុំដាក់ថែមគ្រឿងថែមអីចឹងទៅឥឡូវហ្នឹងឆ្អិនហើយមូលហេតុដែលឆ្អិនមុនគេដោយសារសាច់ហ្នឹងយើងបានកូរមកត្រឡប់មុនគេដែរហើយអញ្ចឹងណាឥឡូវយើងក៏លេចមើលឆារបស់យើងវិញឆ្អិនសាច់ហើយខ្ញុំចាក់ទឹកប្រេងខ្យងទឹកត្រីស្ករប៊ីចេងហើយនឹងម្សៅស៊ុបបន្តិចហើយខ្ញុំក៏បន្ថែមម្រេចបន្តិចដែរបងប្អូនផ្ទះខ្ញុំភាគច្រើនឲ្យតែឆាអត់ចោលទេម្រេចចូលចិត្តក្លិនម្រេចបងប្អូនឆាយើងឆាគ្រឿងចូលគ្នាឲ្យសព្វទៅបន្ទាប់មកខ្ញុំដាក់ទឹកជាមកបន្តិចតែបងប្អូនសម្រាប់ឲ្យមានទឹកនិយាយទៅខ្ញុំធ្វើម្ហូបឆាសាច់មាន់នេះឲ្យស្រូបបាយឲ្យកូនឆ្កែខ្ញុំខ្លះដែរអញ្ចឹងទៅខ្ញុំត្រូវការដាក់ទឹកឲ្យរៀងច្រើនតិចដើម្បីទុកទឹកអញ្ចឹងណាបងប្អូនហើយមានស្រីៗណាដូចខ្ញុំហើយមេដាដៃ100ហ្មងធ្វើនេះធ្វើនោះក្នុងពេលតែមួយហ្នឹងគឺថាអស់អីដាក់នឹងថែមអញ្ចឹងណាបងប្អូនហើយមិញហ្នឹងខ្ញុំដាក់ស្ករអំពៅចាក់ចូលក្នុងកំប៉ុងថែមដោយសារតែវាអស់ហើយឥឡូវហ្នឹងឆាសាច់មាន់ខ្ញុំបានឆ្អិនហើយខ្ញុំទុកម្លែកចាក់ចូលក្នុងឆ្នាំងដាក់ចូលក្នុងទូទឹកកកព្រោះអីតាទុកខាងក្រៅយូរវាឆាប់ផ្អូមមកបងប្អូនអធិស្ឋានផងថ្ងៃនេះអត់បានធ្វើខ្លួនទេព្រោះអីប្តីអត់នៅប្តីចុះបេសកកម្មអញ្ចឹងទៅនៅផ្ទះរោគរ៉ាបន្តិចមុខមាត់អីអត់មានបានលាបក្រែមលាបម្សៅអីទេបងប្អូនហើយឃើញមើលតអ្នកហិតក្លិនទៅដឹងហើយបងប្អូនរសជាតិឆ្ងាញ់មែនទៅហើយឥឡូវហ្នឹងយើងធ្វើម្ហូបទី2គឺឆាតកួនអត់មានប្រេងខ្យងទេបងប្អូនខ្ញុំអត់ដាក់មិនមែនអត់មានទេខ្ញុំអត់ដាក់ដោយសារតែឆានេះភាគច្រើនខ្ញុំឆាដាក់តែម្សៅស៊ុបរ៉ូឌីរួយតិចតួចគឺហើយសម្រាប់ចំណងចំណូលចិត្តបងប្អូនចូលចិត្តដាក់ប្រេងខ្យងក៏ដាក់ចុះប៉ុន្តែសម្រាប់ខ្លួនខ្ញុំអត់ដាក់ទេខ្ញុំអត់ចូលចិត្តដូចថាគ្រឿងច្រើនពេកអីចឹងណាហ្នឹងហើយវាប្រៃផងហើយខ្ញុំដាក់តាមម្សៅស៊ុបរ៉ូឌីមកបន្តិចនៅក្នុងកម្របប៉ុណ្ណឹងគឺហើយរួចរាល់ហើយខ្ញុំចាក់ចូលចានតែម្ដងហើយក៏ស្រួលងាយបានញ៉ាំរសជាតិឆ្ងាញ់មួយបែបបងប្អូនពេលដែលយើងឆាអត់ដាក់ប្រេងខ្យងអញ្ចឹងឆ្ងាញ់មួយបែបហើយនេះចានទឹកត្រីដែលខ្ទឹមរបស់ខ្ញុំនៅសល់តើបងប្អូនយើងឆ្ងាញ់មកខ្ញុំតោះញ៉ាំបាយជាមួយខ្ញុំខ្ញុំសាកធ្វើម្ហូបនឹងតិចមើលមិនដែរឆាមុនគេឆ្ងាញ់ញ៉ាំត្រូវមើលបាយខ្ញុំចូលចិត្តកុំឲ្យវាដិតពេកណាស្រាលមកតែដិតពេកឥឡូវគេឲ្យបន្ថយផ្អែមប្រៃហើយនឹងខ្លាញ់អញ្ចឹងយើងស្អីក៏កាត់បន្ថយដែរដើម្បីសុខភាពទាំងអស់គ្នា